Bà sụt đây bong phôn chỉ tì rọp án hay trong ngày nít nhầm xông mà bằng hán cần lực sầm khăn mùi tiết ông bí ca cầm nọt phôn xó đôi nhà vậy để dương chọn bàn chẳng là lỡ dương thưa cả bà cam về thì vợt máu bà chỉ tư tớ bê là dương bà cam về thì vớt bà dương u thọ ta dương trong tờ xe vậy mùi thưa bài ca ấy muối ni phôn xó ní việc tay tại về miền tràn vì ở đằng thà vì tranh phôn ấy muối nè bà cứ phôn về miền tràn bà rọp rồi rọp pon phôn chẳng từ chẳng bởi dương trong bàn phôn na để dương trong bán dương trâu thư cả flap đồ chẳng thò mà đá từng kê từng khơi nhóm về đại bà cầm thì mó cứ ở trong đồ lần cho tê vì bà dương về miền phiệp lộng bạ rồi có vì rồi nhai đây chẳng dương trong bàn phiệp đang nhảy sủa chẳngประเภท phone ដែលគេប្រើជាលក្ខណៈទូទៅអញ្ចឹងបច្ចុប្បន្ននេះគឺយើងប្រើនេះ phone ខ្មែរ OS បាត់ដំបងឬក៏ខ្មែរនេះ KH បាត់ដំបងនឹងចឹងបងប្អូនខ្លះ Word ខ្លះគឺបើកមកវាអត់សូបង្ហាញ phone នឹងចេញមកទេវាទៅជាចេញ phone អីផ្សេងអញ្ចឹងទៅបាទនឹងដោយសារយើងអត់ធ្វើការកំណត់បាទអញ្ចឹងឧទាហរណ៍កុំព្យូទ័រផុនខ្ញុំនេះបាទខ្ញុំធ្វើការកំណត់អញ្ចឹងទៅអញ្ចឹងពេលដែលយើងវាអក្សរមកគឺវាលោតphone KH បាត់ដំបងមកតែម្ដងអញ្ចឹងដើម្បីធ្វើការកំណត់វាអញ្ចឹងពេលដែលបើក Word មកដើម្បីឲ្យវាចេញគ្រប់ document ទាំងអស់ជា font KH បាត់ដំបងបងប្អូនត្រូវតែធ្វើការកំណត់វាតោះដើម្បីធ្វើការកំណត់បងប្អូនមើលខាងលើមកណាមានពាក្យ home មានពាក្យ insert design layout អីនេះយើងចូលកន្លែង home បាទចូលកន្លែង home ហើយបាទចូលទៅ home ហើយបងប្អូនក៏លេខមើលទីនេះពាក្យថា font នេះពាក្យថា font ហ្នឹងហើយបងប្អូនចុចនេះសញ្ញាព្រួញចុះក្រោមនេះមួយមកបាទចុច2ដងមកបាទហ្នឹងជឹងវាលោតមួយផ្ទាំងមកហើយបាទអញ្ចឹងបងប្អូននៅមើលទីនេះបាទទីនេះនៅមាន font ជាច្រើននេះ font ឥឡូវយើងធ្វើការកំណត់ font ដែលយើងចង់បានដូចឧទាហរណ៍ខ្ញុំយក font ដែលយើងប្រើជាលក្ខណៈទូទៅលក្ខណៈផ្លូវការនាពេលបច្ចុប្បន្ននេះខ្ញុំយកនេះ KH បាត់ដំបងអញ្ចឹងខ្ញុំចុចបាទចុច select យក KH បាត់ដំបងហ្នឹងទៅបាទហើយតម្រង់ style អីយើងយក rectangular បាទនេះធម្មតាបាទហើយទីនេះមានfont size អញ្ចឹងជាទូទៅយើងយក12ហ្នឹងទៅបាទ12ឬក៏11អញ្ចឹងខ្ញុំស្រឡាញ់ font ត្រឹម12គឺខ្ញុំចុចយកត្រឹម12ទៅបាទហើយមកខាងក្រោមទៀតបាទខាងក្រោមទៀតនៅទីនេះនេះទៅណាហើយអត់អីទេអានេះខ្ញុំកំណត់ហើយនេះ KH បាត់ដំបងនេះ automatic នេះចំពោះ color យើងកំណត់យកពណ៌ខ្មៅទៅអានឹងវាដើរ auto ពណ៌ខ្មៅហើយបាទហើយផ្សេងនេះយើងអត់ប៉ះពាល់អីវាទេអានេះយើងអត់ចង់បានទេចំណុចអននេះបាទមានដាក់អក្សរពីលើពីខាងក្រោមអីយើងអត់ចង់បានទេអញ្ចឹងយើងមកមើលខាងក្រោមនេះ 3-4 ចំណុចនេះអញ្ចឹងពេលដែលយើងកំណត់ជ្រើសរើសយក font អក្សរហើយបាទទំហំរួចហើយនេះបងប្អូនចុចលើពាក្យ set as default បាទយើងចុចមកបាទអញ្ចឹងវាលោតមួយផ្ទាំងនេះទៀតគេសួរយើងថាតើការកំណត់ font នេះប្រើប្រាស់សម្រាប់តែមួយ document ដែលកំពុងបើកនេះឬក៏យ៉ាងណា
បាទហើយអានេះខាងលើហើយខាងក្រោមនេះគេសួរយើងថាតើការកំណត់នេះប្រើលក្ខណៈជាលក្ខណៈទូទៅទាំងអស់ឬក៏យ៉ាងណាអញ្ចឹងបងប្អូនយកខាងក្រោមនេះមកបានន័យថាពេលដែលយើងបើកកម្មវិធី Word នេះមក font ដែលយើងត្រូវសរសេរហ្នឹងគឺ font KH បាត់ដំបងអញ្ចឹងបងប្អូនចុចមកបាទហើយបន្ទាប់មកយើងអូខេបាទចុចអូខេមកបាទអូខេហើយអញ្ចឹងខ្ញុំធ្វើការបិទកម្មវិធី Word ហ្នឹងសិនចុះខ្ញុំអត់ save ទេអញ្ចឹងយើងទៅបើកកម្មវិធី Word នឹងសារឡើងវិញតើវាកំណត់ font រួចរាល់ហើយឬនៅតោះបាទនេះបងប្អូននេះវាសូអស់ហើយនេះKH បានដំបងហើយនឹងសាយវាគឺទំហំ12អញ្ចឹងបងប្អូនធ្វើការសាកល្បងសរសេរសារទៅបាទអញ្ចឹងចំពោះfont គឺចេញមកហើយបាទគឺ KH បាត់ដំបងហ្នឹងអញ្ចឹងទោះបីឲ្យយើងសរសេរបាទឯកសារហ្នឹងមក document ហ្នឹងរួចរាល់យើង save ទុកទៅពេលដែលយើងទៅធ្វើឯកសារអីផ្សេងទៀតយើងបើផ្សេងទៀតក៏ font អក្សរហ្នឹងក៏នៅជាប់ដដែលដែរបាទនឹងអរគុណបងប្អូនយើងជួបគ្នានៅវីដេអូក្រោយទៀតនឹងបង្ហាញពីរបៀបនឹងការកំណត់ផ្សេងបាទអរគុណ